ថ្នាក់ទី11នៃជាឡាដងខ្ញុំឈ្មោះលីបូរមីជាសិស្សថ្នាក់ទី11ដែរនៅជាឡាដងពួកយើងទាំងពីរគឺតំណាងឲ្យសិស្សវិទ្យាល័យអាដងទាំងអស់នៅក្នុងការចុះសិក្ខាសាលានៅក្នុងកម្មវិធីបោះជំរំជាសាស្ត្ររបស់សាកលវិទ្យាល័យ International University ផ្នែកចំណីអាហារគីមីហើយបងគាត់បានធ្វើបទបង្ហាញបទពិសោធន៍ចំនួន5ដូចជាទី1ការទេមស្តូម៉ាក្នុងស្លឹកឈើទី2អត្រាកម្មបាសហើយទី3ការទេទឹកស្ករ pH ហើយទី4ការលាយអំបិលសូលីស្យូមហើយទី5ការធ្វើស្ប៊ូអញ្ចឹងនៅក្នុងការចុះសិក្ខាសាលានេះមិនត្រឹមតែជួយយើងដឹងពីមិនត្រឹមតែជួយយើងរៀនទ្រឹស្ដីទេគឺថែមទាំងជួយយើងអាចអនុវត្តផ្ទាល់នៅក្នុងការពិសោធន៍ថែមទាំងលោកគ្រូដូចជាសិស្សច្បងគាត់បានបង្ហាញពីឧបករណ៍សម្រាប់ធ្វើការពិសោធន៍នៅអ្វីនានាដែលត្រូវយកមកពិសោធន៍និងបង្ហាញពីសម្ភារៈគោលទូចៗនៅក្នុងការយកមកអនុវត្តនៅក្នុងការពិសោធន៍របស់យើងហើយមិនត្រឹមតែពិសេសអ្វីដែលកាន់តែពិសេសថែមទៀតនោះគឺគីមីចំណីអាហារដែលគាត់ជួយក្នុងការពិសោធន៍នេះគឺជួយយើងដឹងពីចំនួនកម្រិតជាតិស្ករនៅក្នុងអាហារឬក៏ភេសជ្ជៈនីមួយៗដែលយើងបានបរិភោគរាល់ថ្ងៃនិងកម្រិត pH របស់ចំណីអាហារនីមួយៗក៏ដូចជាទឹកបរិភោគឬក៏ភេសជ្ជៈនីមួយៗដែលយើងត្រូវបរិភោគរាល់ថ្ងៃតើវាមានផលប៉ះពាល់អ្វីខ្លះនៃជាតិស្ករកម្រិតណាដែលធ្វើប៉ះពាល់ដល់សុខភាពយើងដែលបង្កយើងបង្កើនជាជំងឺហើយដែលកាន់តែពិសេសថែមទៀតនោះគឺធ្វើឲ្យយើងមានចំណង់ចំណូលចិត្តផ្នែកវិទ្យាសាស្ត្រដែលជំរុញឲ្យសាលានីមួយៗកើននៅចំនួនសិស្សវិទ្យាសាស្ត្រនៅកម្រិតថ្នាក់ទី12ហើយខ្ញុំមានចំណាប់អារម្មណ៍ខាងចំណីអាហារគីមីហ្នឹងហើយបន្ទាប់ពីដែលបងគាត់មកបង្ហាញពីទ្រឹស្ដីបទពីបទបង្ហាញនឹងការពិសោធន៍ហ្នឹងខ្ញុំមានចំណាប់អារម្មណ៍មួយយ៉ាងខ្លាំងក្នុងការចូលទៅក្នុងការសិក្សាអំពីចំណីអាហារគីមីទៅខ្លាំងឡើងព្រោះដោយសារតែមានការធ្វើបទបង្ហាញយ៉ាងជាក់លាក់របស់ក្រុមបងជាចុងក្រោយពួកយើងទាំងពីរសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សច្បងទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃសម្រាប់ការចុះសិក្ខាសាលានិងបង្ហាញបងប្អូនអំពីកម្មវិធីបោះជំរំវិទ្យាសាស្ត្ររបស់មហាវិទ្យាល័យ International University សូមអរគុណ